បាទនេះគឺជាទស្សនវិជ្ជាស្ពានកោះនរាណាដែលយើងឆ្លងពីកោះពេជ្រទៅកាន់កោះនរាហើយបន្តទៅរហូតដល់ផ្លូវជាតិលេខ1ណាហ្នឹងហើយថ្ងៃនេះខ្ញុំបានបកកាត់ទីនេះធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ1ឆ្ពោះទៅកាន់ស្ពានអ្នកលឿងណាអញ្ចឹងក៏ឆ្លៀតថតបន្តិចទៅដើម្បីចែកជូនដល់បងប្អូនដែរអត់ទាន់បានមកតាមផ្លូវហ្នឹងអញ្ចឹងណាហើយបើអ្នកបានមកហើយសូមអធិស្ឋានផងហ្នឹងហើយវីដេអូនេះខ្ញុំថតមកវារៀងហួសបន្តិចមិននឹកឃើញថតពាក់កណ្ដាលស្ពានហើយប៉ុន្តែតិចទៀតនឹងមានរូបភាពមួយដែលយើងថតពីលើមកវិញណាដែលប្រើដ្រូនហ្នឹងហើយនេះគឺជាទស្សនវិជ្ជាថតពីលើបាទទៅលើស្ពានហ្នឹងដែលប្រើដ្រូនហ្នឹងហើយនេះគឺជាសួនក៏ដូចជាផ្លូវនៅគេហៅថាប្របនឹងទន្លេមេគង្គហើយទន្លេដែលយើងមើលទៅឃើញនេះអាហ្នឹងគឺទន្លេមេគង្គក្រោមមានន័យថាចាក់ទៅដល់សមុទ្រណាឆ្លងកាត់តាមប្រទេសវៀតណាមនឹងឯងប៉ុន្តែស្ថានភាពទឹកនៅពេលទឹកឡើងខ្លាំងមែនតើនឹងហើយដើម្បីថាពណ៌ទឹកទន្លេហ្នឹងក៏ពណ៌ដីដែរអត់ថ្លាដូចរដូវទឹកសម្រក់ទេអញ្ចឹងគឺចង់បញ្ជាក់ថាទីតាំងនេះគឺជាទីតាំងនៅត្រង់កោះនរាណាហើយនៅទល់មុខកោះនរានេះគឺជាគេហៅថាតំបន់អភិវឌ្ឍមួយទៀតដែរទៅថ្ងៃអនាគតនឹងមានក្រុងរណបទៀតហើយដោយសារថ្មីនេះគឺសម្ដេចបវរហ៊ុនម៉ាណែតបានទៅសម្ពោធហើយសម្ដេចចង់បានការស្ពានក្រោមទឹកបាទឬក៏ផ្លូវក្រោមទឹកណាបើទៅអនាគតមានផ្លូវក្រោមទឹកអានឹងល្អមែនតើសម្រាប់ប្រទេសកម្ពុជាយើងណាអាចថាជាលើកទី1ដែរដែលមានស្ពានក្រោមទឹកណាអញ្ចឹងនៅពីមុខចំនេះបាទពីកោះនរាទៅចំហ្នឹងអាហ្នឹងគឺនៅម្ដុំវត្តសារកាកែវក្នុងក្រុងអរិយខ្សាត់ហ្នឹងហើយអញ្ចឹងទៅអនាគតទៅនឹងមានស្ពានខ្វាត់ខ្វែងហើយយើងនៅត្រង់ខាងអរិយខ្សាត់ប្រកាសជាល្អហើយក៏មានការអភិវឌ្ឍអ្វីផ្សេងដែរហើយខាងមុខដែលខ្ញុំซูមចូលនេះអានេះទៅជានៅខាងនេះវិញនៅខាងស្ពានជ្រោយយវ៉ាបានស្ពានជ្រោយយវ៉ាម្ដុំសន្តាគារសុខាហូថែលហ្នឹងហើយអញ្ចឹងគឺកន្លែងហ្នឹងហើយគឺកន្លែងទន្លេចតុមុខណាដែលពីមុនឬក៏ពីយូរឡងហើយគេប្រើពាក្យថាទន្លេចតុខ្មុកចតុំខ្មុកណាហ្នឹងហើយគឺទន្លេបែកជា4មាន4មុខនឹងឯងបាទនេះខ្ញុំនឹងនាំបងប្អូនឲ្យទៅទស្សនានៅខាងក្រោមបន្តិចតែក៏ពិតទៅខាងក្រោមនេះគឺសម្រាប់ផ្លូវថ្មើរជើងបើសិនជាទឹកអត់ទាន់លិចឬក៏ទឹកអត់ជំនន់ជ្រាបចូលមកអញ្ចឹងទេមានន័យយើងអាចដើរថ្មើរជើងបានយើងដើរថ្មើរជើងបានណាគឺគេទុកសម្រាប់ឲ្យបងប្អូនដើរហាត់ប្រាណថ្មើរជើងឬក៏អ្នកខ្លះគេអាចមកស្ទូចត្រីបានប៉ុន្តែហាមតែមួយយ៉ាងទេគឺអត់ឲ្យយកម្ហូបអាហារមកអង្គុយញ៉ាំនៅកន្លែងហ្នឹងឯងកាលពីរដូវទឹកសម្រក់គឺគេហាមអត់ឲ្យយកម្ហូបអាហារផ្សេងមកហូបនឹងទេប៉ុន្តែបើដើររត់ហាត់ប្រាណបានឬក៏អាចស្ទូចត្រីបានហ្នឹងហើយនេះគឺស្ថានភាពទឹកគឺលិចចូលមកអញ្ចឹងហើយបានលិចមកអញ្ចឹងហើយអញ្ចឹងមានន័យថាឥឡូវនេះគឺយើងអត់អាចដើរបានទេដោយសារទឹកវាជ្រាបចូលណាឬក៏លិចមកតាមប្រហោងចូលមកពេញហើយឥឡូវនេះរៀងស្រកបន្តិចបាទរៀងស្រកបន្តិចទៅក៏មានឃើញកម្មករគេដើរបិទអារុនប្លោះវាអាចថាវាមានប្រហោងទូចដល់វាអាចជ្រាបចូលណាហ្នឹងហើយគេដើរបិទដែរប៉ុន្តែវាទឹកនៅមានអញ្ចឹងនៅពេលដែលអស់ទឹកហ្នឹងទៅគឺអាចនេះបានដែរអាចដើរហាត់ប្រាណបានដែរហើយនេះគឺជាផ្កាដ៏ស្រស់ស្អាតហ្នឹងហើយពណ៌ក្រហមនៅខាងសួនខាងលើណាសួនខាងលើស្រស់ស្អាតអញ្ចឹងបើសិនជាបងប្អូនមានពេលទំនេរអាចអញ្ជើញមកហាត់ប្រាណនេះល្អដោយសារខ្យល់អាកាសបរិសុទ្ធនៅជាប់ទឹក
ទន្លេមេគង្គហ្នឹងទៅវាមានខ្យល់អាកាសបរិសុទ្ធហើយនៅត្រើយខាងអរិយខ្សាត់ហ្នឹងក៏អត់មានរោងចក្រអីបញ្ចេញផ្សែងពុលដែរអញ្ចឹងបើមានពេលអីអាចមកហាត់ប្រាណបានតែខាងលើវាអាចមានផ្សែងឡានផ្សែងម៉ូតូអីតិចតួចណាតែបើនៅខាងក្រោមហ្នឹងគឺអត់ទេល្អបាទនេះគឺធ្វើដំណើរទៅវិញហើយយើងធ្វើដំណើរពីកោះនរាទៅកាន់កោះពេជ្រវិញហ្នឹងហើយអញ្ចឹងយើងថតមកបានប៉ុណ្ណឹងបាទនេះឡើងស្ពានហ្នឹងឡើងស្ពានកោះនរាហ្នឹងគឺអានេះគឺទិសដៅគឺចេញពីកោះនរាទៅកោះពេជ្រវិញណាទៅកោះពេជ្រវិញនៅម្ខាងម្នាក់ដែលខ្ញុំប្រាប់មិញនេះគឺជាទន្លេមេគង្គលើដែលយើងមើលទៅឃើញមិញហ្នឹងបាទនៅទាំងស្ពានអញ្ចឹងចង់បញ្ជាក់ថាស្ពាននេះគឺកាត់ទៅតឹងទន្លេបាសាក់ណាគឺកាត់ទៅតឹងទន្លេបាសាក់ហ្នឹងហើយវីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងទេគឺបង្ហាញនៅតំបន់កំសាន្តនៅកោះនរាហ្នឹងក៏ដូចជាបង្ហាញនៅទស្សនភាពស្ពានកោះនរាតែប៉ុណ្ណឹងទេបាទឥឡូវសូមបញ្ចប់តាមប៉ុណ្ណឹងចុះបាទសូមអរគុណនិងសូមជម្រាបលា